ចិត្តដល់ហើយធ្វើបានល្អណាស់ប៉ាឲ្យលឿនឡើងនេះជាអ្នកបម្រើចាស់នេះហើយឲ្យលឿនឡើងកំចាត់គាត់ចោលទៅទុកគាត់ឲ្យនៅរស់វាជាថ្ងៃចូលឆ្នាំចិនពូឯងហាក់ដូចជាប្រញាប់ណាស់ឥឡូវនេះប្រញាប់ឡើងខ្ញុំមានគម្រោងនាំកូនប្រុសខ្ញុំមកជាមួយតើយើងនឹងទៅណាអ្នកបម្រើចាស់ម្នាក់នេះមិនហ៊ានទេអ្នកបម្រើចាស់ម្នាក់នេះតែធ្វើតាមបញ្ជារបស់នារីនោះខ្ញុំគិតថាខ្ញុំចង់នាំចៅហ្វាយវ័យក្មេងទៅជាកាន់ទីធ្លាខាងព្រះចៅអធិរាជដើម្បីជាយើងនឹងបំផានអ្នកឧត្តមសេនីយ៍ទីធ្លាចំហៀងមិនថាខ្ញុំមើលវាយ៉ាងណាទេអ្នកបានចាក់ចេញទៅហើយទីដែលហាក់ដូចជាទីធ្លាខាងក្រោយផ្ទះច្រើនជាងមាត់ពោពេញទៅដោយសម្លេងយំគាត់ចេញហើយចាក់សោគាត់នៅក្នុងជំរកឈើគ្មានអ្នកណាអាចចូលផ្ទះដោយគ្មានបញ្ជាពីខ្ញុំទេគាត់ត្រូវបានអនុញ្ញាតឲ្យចូលប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យយកទៅហាមបាត់ចាស់សោទេមានអ្នកណាម្នាក់ទៅហៅលោកវិជ្ជបណ្ឌិតយ៉ាងមកភ្លាមនាយឧត្តមសេនីយ៍យ៉ាងឆងគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ប្រញាប់មកពិនិត្យមើលថាតើគាត់មានឬអត់តើវាជានៅកន្លែងណាអនុញ្ញាតឲ្យខ្ញុំស្កេនឯកសារវិទ្យាសាស្ត្រនេះកើតមកមានឈ្មោះថាចាងចុងតម្លៃបាបទី5ការវិតម្លៃលើអំពើបាបទាំង5នោះវាមានតម្លៃណាស់ព្រោះគាត់តែងតែពួកគេធ្វើប្រហែសនៅសមរភូមិបាញ់ថ្នាំដែលមិនមែនជាដាច់ខាតទេហើយវានៅតែជាមនុស្សដែលមានមោទនភាពគ្រប់គ្រងទុំសុខភាពទូទៅរបស់ចៅហ្វាយនីវ័យក្មេងគ្មានអ្វីខុសទេក្នុងការមានសុខភាពល្អគាត់យំឥតឈប់ឈរប្រហែលជាដោយសារគាត់ឃ្លានឬប្រហែលជាគាត់បាននោមអូយខ្ញុំសុំទោសខ្ញុំទើបតែភ្ញាក់ផ្អើលឥឡូវនេះខ្ញុំមិនអាចទុកវាបានទេដូច្នេះខ្ញុំនឹងយកវាទៅឲ្យប៉ានេះជាអំណោយតូចមួយសម្រាប់អ្នកមិនចាំបាច់ទេអរគុណនាំម្ចាស់វ័យក្មេងទៅកាន់ពន្លាដ៏កក់ក្ដៅទៅបដូរសម្លៀកបំពាក់ស្អាតទៅឲ្យវាស៊ីអាហារខ្លះលោកវិជ្ជបណ្ឌិតចេងនេះគឺនៅក្នុងការសិក្សារបស់ខ្ញុំអាហារបំពន់មួយចំនួននិងភេសជ្ជៈដែលខ្ញុំតែងតែផឹកអ្នកត្រូវពិនិត្យស្លឹកតែទាំងអស់នេះឲ្យខ្ញុំសាកល្បងវាម្ដងមើលថាតើមានបញ្ហាអ្វីអត់មែនហើយឧត្តមសេនីយ៍